ការហាត់ទាញខ្សែបន្ទះយឺតបង្ការជំងឺទឹកនោមផ្អែមនិងលើសឈាមការហាត់ទាញខ្សែបន្ទះយឺតជាអ្វី 1. ខ្សែបន្ទះយឺតគឺជាបន្ទះខ្សែជ័រដែលមាំស្វិតជាធម្មតាគេបង្កើតវាក្នុងគោលបំណងហាត់ដើម្បីព្យាបាលជំងឺ 2. ខ្សែបន្ទះយឺតអាចប្រើបានច្រើនគោលដៅនិងងាយស្រួលកាន់ដែលយើងប្រើវាជំនួសការលើកអាល់ទែនិងដុំដៃរបៀបប្រើខ្សែបន្ទះយឺត 1. ជ្រើសរើសខ្សែបន្ទះយឺតសម្រាប់ទាញសមតាមកម្លាំងរបស់ខ្លួនឯង 2. ត្រូវចាប់កាន់ខ្សែដោយតម្រូវតាមកម្លាំងរបស់ខ្លួនឯងមិនឲ្យខ្លីពេកឬវែងពេកហើយទាញពី10ទៅ12ដងក្នុងមួយលើក 3. គ្រប់ចលនានីមួយៗត្រូវធ្វើឲ្យបាន10ទៅ15ដងធ្វើដដែលៗ1ទៅ3លើកអង្គុយដាក់ជើងឲ្យត្រង់ធាក់ខ្សែដៃទាំងពីរកាន់ខ្សែទាញមកក្រោយ3វិនាទីដោយរក្សាដងខ្លួននៅត្រង់ជានិច្ចដៃទាំងពីរកាន់ខ្សែហើយបោះដៃទៅមុខស្មើគម្លាតស្មាដៃទាំងពីរទាញខ្សែចេញសងខាងស្មើដើមទ្រូងហើយកាន់ទប់ឲ្យនឹង3វិនាទីឈរកន្ថេរជើងស្មើដៃទាំងពីរទម្លាក់ចុះហើយកាន់ខ្សែដោយកែងដៃដាក់ស្មើនឹងចង្កេះរួចទាញឡើងលើហើយឈប់3វិនាទីទើបទម្លាក់ដៃចុះវិញជើងម្ខាងជន់ខ្សែដៃម្ខាងចាប់កាន់ខ្សែពីក្រោយក្បាលយកដៃម្ខាងទៀតទប់ដៃដែលកាន់ខ្សែហើយទាញខ្សែឡើងទៅលើត្រង់ហើយកាន់ទប់ឲ្យនឹង3វិនាទីឈរកន្ថេរជើងទាំងពីរជាន់ខ្សែដៃចាប់ខ្សែដោយមិនក្តោបមេដៃចូលដៃកាន់ខ្សែទាំងពីរទាញលើកឡើងលើត្រឹមស្មាហើយកាន់ទប់ឲ្យនឹង3វិនាទីឈរកាន់ខ្សែយឺតហើយដៃទាំងពីរកាន់ខ្សែទាញលើកឡើងលើខ្ពស់ត្រឹមស្មាហើយកាន់ទប់ឲ្យនឹង3វិនាទីឈរកន្ថេរជើងស្មើសងខាងដៃចាប់កាន់ខ្សែហើយផ្អៀងខ្លួនទាញម្ខាងហើយម្ខាងទៀត
ដោយទប់ខ្លួនឲ្យនឹង3 វិនាទី លើកដៃទាំងពីរចាប់កាន់ខ្សែហើយលើកដៃទាំងពីរឡើងរួចផ្អៀងខ្លួនពុតចង្កេះម្ដងម្ខាងម្ដងទប់ខ្លួនត្រឹម3 វិនាទី ដេកហើយប្រើជើងម្ខាងធាក់ខ្សែដៃទាំងពីរដែលចាប់ខ្សែត្រូវដាក់កែងដៃស្មើចង្កេះហើយជើងម្ខាងធាក់ខ្សែទប់ឲ្យនឹង3 វិនាទីហើយបន្ទន់ជង្គង់មកវិញ ដេកលាជើងទាំងពីរឲ្យត្រង់ហើយជើងម្ខាងធាក់ខ្សែលើកឡើងលើ3 វិនាទីហើយដាក់ជើងចុះវិញ3 វិនាទីហើយធ្វើបែបនេះសម្រាប់ជើងទាំងសងខាង កត្តាគួរប្រុងប្រយ័ត្ន 1. កុំហាត់ហួសប្រមាណ ត្រូវហាត់តាមកម្លាំង 2. រក្សាការដកដង្ហើមឲ្យបានល្អ 3. គ្រប់ចលនាទាំងអស់ត្រូវហាត់យឺតៗនិងទន់ភ្លន់ ក្រោយពេលហាត់ 1. យើងត្រូវហាត់ប្រាណតាមលក្ខណៈសាមញ្ញបន្ថែមបន្តិចទៀតដើម្បីជួយបន្ធូរដល់សាច់ដុំទាំងអស់នៃរាងកាយដែលទើបបានហាត់អំបញ្ញមិញ 2. រយៈពេល 1 ម៉ោងក្រោយពេលឈប់ហាត់សូមកុំទទួលទានអាហារអ្វីទាំងអស់ 3. ហាត់20 ទៅ 30 នាទីមួយថ្ងៃតិចណាស់3 ដងក្នុងមួយសប្តាហ៍